ព្រៃឡង់រាប់រយហិកតាត្រូវបានមេឈ្មួញខົບខិតគ្នាដាក់គ្រឿងចាក់ឈូសឆាយនិងកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិតែមន្ត្រីជំនាញបរិស្ថានហាក់គ្មានវិធានការអ្វីសោះព្រះវិហាររូបភាពអំពីការឈូសឆាយដីព្រៃនិងការកាប់បំផ្លាញព្រៃឈើនេះស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃឡង់ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តព្រះវិហារគឺបានបង្ហាញអំពីមហន្តរាយថ្មីទៀតនៃការកាប់បំផ្លាញព្រៃឈើក្រុមស្នាដៃពួកឈ្មួញបំផ្លាញព្រៃឈើដែលអាចជាអ្នកមានខ្នងបង្អែកក្រាស់ៗនិងបុគ្គលដែលមានឥទ្ធិពលទើបមិនមានមន្ត្រីរូបណាហ៊ានចាត់វិធានការសោះជាក់ស្ដែងរូបភាពទីតាំងឈូសឆាយដីព្រៃឡង់និងការកាប់ផ្ដួលរលំដើមឈើថតបានកាលពីថ្ងៃទី19 ខែមករាឆ្នាំ2026ថ្មីនេះបង្ហាញឲ្យឃើញអំពីគល់ឈើនិងឈើដែលពួកឈ្មួញបំផ្លាញព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែលគេដឹងថាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថានខេត្តព្រះវិហារគ្រប់គ្រងដោយលោកមឿនសុភេទជាប្រធានបើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាដីព្រៃឡង់មួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រវាលព្រិញស្ថិតនៅក្នុងភូមិអូតាហុងឃុំឆែបមួយស្រុកឆែបខេត្តព្រះវិហាររាប់រយហិកតាត្រូវបានមេឈ្មួញមានលុយមានអំណាចដែលគេដឹងថាមានឈ្មោះមន់សុខនរស់នៅឯខេត្តត្បូងឃ្មុំកំពុងធ្វើការឈូសឆាយនិងកាប់រុករានទន្ទ្រានដីជាច្រើនរយហិកតានិងកំពុងតែដាំស្វាយចន្ទីនៅលើទីតាំងដីព្រៃឡង់នោះតែម្ដងសូមបញ្ជាក់ថាការពីពេលកន្លងមកក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងខាងលឿននោះកំពុងតែធ្វើការកាត់ទន្ទ្រាននិងឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពេលនោះក៏ក្រុមអ្នកសារព័ត៌មានបានធ្វើការរាយការណ៍ព័ត៌មានខាងលឿននេះជូនដល់មន្ត្រីបរិស្ថានដើម្បីមានវិធានការទប់ស្កាត់តែហាក់បីដូចជាគ្មានវិធានការអ្វីសោះឡើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថាមានការបើកភ្លើងខៀវពីមន្ត្រីជំនាញព្រោះថាកន្លងទៅថ្មីអង្គភាពយើងក៏បានទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋថាមានត្រាក់ទ័រពីរគ្រឿងម៉ាកចនឌៀពណ៌ខៀវកំពុងតែព្យួរនិងឈូសឆាយលើទីតាំងដីខាងលឿននេះនៅថ្ងៃទី19 ខែមករាឆ្នាំ2026ក្រុមអ្នកសារព័ត៌មានយើងមានគ្នា7អង្គភាពបានចុះទៅដល់ទីតាំងដីខាងលើក៏ឃើញមានការឈូសឆាយនិងដាំស្វាយចន្ទីនៅលើទីតាំងដីនោះពិតប្រាកដមែននេះបញ្ជាក់ថាលោកមន់សុខនមិនខ្លាចញញើតនឹងច្បាប់សោះឡើយឬមួយក៏មានអត្ថកម្បាំងអ្វីនៅពីក្រោយករណីខាងលើនេះអង្គភាពយើងក៏មិនអាចដឹងច្បាស់ដែរពាក់ព័ន្ធនឹងករណីខាងលើលោកមឿនសុភេទប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថាពាក់ព័ន្ធទីតាំងដីខាងលើមន្ត្រីរបស់លោកក៏បានចុះទៅដល់ទីតាំងនោះម្ដងរួចមកហើយនិងបានធ្វើសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីមានវិធានការតាមផ្លូវច្បាប់ចំណែកឯលោកមន់សុខនដែលគេល្បីថាជាអធិរាជទន្ទ្រានដីព្រៃឡង់ធ្វើជាកម្មសិទ្ធិអង្គភាពយើងមិនអាចសុំការបំភ្លឺបានទេព្រោះតាក់ទងតាមរយៈលេខទូរស័ព្ទដែលប្រជាពលរដ្ឋបានផ្ដល់ឲ្យលោកថាលោកមិនមែនឈ្មោះមន់សុខននោះទេគឺតែមកច្រឡំលេខហើយអង្គភាពយើងនិងបងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកទៀនរងចាំមើលវិធានការរបស់មន្ត្រីជំនាញបរិស្ថានតើមានវិធានការយ៉ាងដូចម្ដេចចំពោះមេឈ្មួញដុសស្លែខ្លាំងខាងទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិម្នាក់នេះ